សួស្តីបងប្អូនទាំងអស់គ្នានៅសល់តែ3ខែទៀតការប្រឡងបាក់ឌុបនឹងចូលមកដល់ហើយបាទដូច្នេះតើយើងត្រូវធ្វើដូចម្តេចដើម្បីត្រៀមសម្រាប់ការប្រឡងបាក់ឌុបដែរនឹងចូលមកដល់នេះប្រហែលជាឥឡូវបងប្អូនកំពុងតែហត់នឿយបារម្ភឬក៏ភ័យខ្លាចថ្ងៃនេះបាទពេលខ្លះប្រហែលជាមានកម្លាំងថាអូបងថ្ងៃនឹងមកដល់ប៉ុន្តែពេលខ្លះដូចជាចង់បោះបង់ហើយអញ្ចឹងបងប្អូនមិនចាំបាច់ត្រូវការភាពឥតខ្ចោះទេប៉ុន្តែអ្វីដែលត្រូវការនោះគឺការបន្តរៀនទៅមុខបាទការត្រៀមឲ្យដល់រងចាំរយៈពេល3ខែទៀតនេះគឺសំខាន់មែនទែនគឺជាការកំណត់បាទជោគវាសនាជីវិតបាទរៀន12ឆ្នាំនេះមកប្រឡងនៅ3ខែទៀតនឹងហើយអញ្ចឹងត្រូវការឱកាសសម្រាប់ការដាក់វិន័យខ្លួនឯងស្វែងរកចំណុចខ្លាំងរបស់ខ្លួនឯងអញ្ចឹងគ្រប់ទំព័រនៅក្នុងសភៅគឺមានសារៈសំខាន់ហើយពេលវេលាដែលត្រូវផ្ដោតនោះគឺត្រូវយកចិត្តទុកដាក់កុំឲ្យថាស្ងប់ស្ងាត់ពេកប៉ុន្តែត្រូវធ្វើអ្វីមួយសម្រាប់ឲ្យការសិក្សារីកចម្រើនប្រហែលជាមិត្តភ័ក្តិរបស់យើងដូចជាឆ្លាតជាងយើងហើយពេលខ្លះគេរៀនបកាយជាងយើងប៉ុន្តែកុំប្រៀបធៀបបាទដំណើរជីវិតរបស់យើងជាមួយអ្នកដទៃបាទត្រូវរត់ដោយខ្លួនឯងនៅក្នុងការដំណើរជីវិតនៃគេហៅប្រៀបធៀបជាមួយអ្នករត់ប្រណាំងត្រូវរត់ដោយខ្លួនឯងវាអ្វីៗកើតឡើងមិនមែនមកដោយអូតូទេប៉ុន្តែគឺជាការខំប្រឹងបន្តដោយមិនឈប់អញ្ចឹងចាប់ពីថ្ងៃនេះទៅបងប្អូនអាចបាទរៀនបន្តិចជារៀងរាល់ថ្ងៃទៅហើយដេកឲ្យបានគ្រប់គ្រាន់ហើយអាចបាទធ្វើម៉េចផឹកទឹកដោះគោឬក៏ផឹកញ៉ាំបន្លែផ្លែឈើអីល្អៗដើម្បីសុខភាពនិងការចងចាំថែរក្សាសុខភាពបងប្អូនជឿថាវានឹងមានផលល្អសម្រាប់សុខភាពសម្ពាធនេះវានឹងឆ្លងផុតទៅរង្វាន់ដែលបងប្អូននឹងទទួលបានគឺនឹងត្រឡប់មកវិញនៅពេលដែលប្រឡងរួចហើយអញ្ចឹងពេលដែលហត់នឿយសុំសម្រាកតែសុំកុំបញ្ឈប់ពេលដែលបរាជ័យបានបន្ទុកតិចប្រឡងនៅមុខវិជ្ជាណាមួយនោះបាទសុំរៀនបន្តទៀតកុំបោះបង់ហើយពេលដែលការភ័យខ្លាចចូលមកដល់សុំដកដង្ហើមមួយវែងៗបាទមានសង្ឃឹមហើយឆ្ពោះទៅមុខ3ខែទៀតចាប់ពីឥឡូវទៅយើងអាចមើលទៅត្រឡប់ក្រោយថាខ្ញុំនឹងធ្វើឲ្យអស់សមត្ថភាពហើយអ្វីដែលខ្ញុំទទួលបានគឺខ្ញុំនឹងស្កប់ចិត្តអញ្ចឹងណាអញ្ចឹងការបែបនេះហើយគឺនឹងជួយឲ្យយើងបាទរឹងមាំខាងឡើងហើយអនាគតរបស់យើងគឺយើងខ្លួនឯងជាអ្នកប្រយុទ្ធឆ្ពោះទៅបាទយើងបន្តការរៀនសូត្រទីចាក់លើខ្លួនឯងបន្តឆ្ពោះទៅមុខខំប្រឹងថែសុខភាពមានសន្តិភាពក្នុងចិត្តមានកម្លាំងសូមជោគជ័យនៅក្នុងការប្រឡងរបស់បងប្អូនអរគុណច្រើនសូមជូនពរសំណាងល្អ